សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកដោះស្រាយចំណោទលេខ26ទាំងអស់គ្នាបន្តទៀតបាទតោះឥឡូវពួកអានពីភ្នំពេញទៅអ្នកលឿងមានចម្ងាយផ្លូវ60គីឡូម៉ែត្រសុខាធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញដំបូងជិះម៉ូតូបានចម្ងាយ1/6នៃចម្ងាយផ្លូវបន្ទាប់មកសុខាបន្តដំណើរដោយរថយន្តរកចម្ងាយផ្លូវដែលសុខាជិះរថយន្តអញ្ចឹងតោះឥឡូវបងប្អូនយើងដោះស្រាយទាំងអស់គ្នាឲ្យខាត់ទៅយូរតោះឥឡូវបងប្អូនមើលត្រង់កន្លែងនេះបន្តិចប្រធានគេប្រាប់បំរាប់យើងនេះដំបូងជិះម៉ូតូបានចម្ងាយ1/6នៃចម្ងាយផ្លូវ1/6នៃចម្ងាយផ្លូវហ្នឹងមានន័យថាយើងយក1/6ហ្នឹងគុណនឹងចម្ងាយផ្លូវនៃចម្ងាយផ្លូវនៃនេះមានន័យថាគុណពាក្យកន្លឹះបងប្អូននៅក្នុងចំណោទគឺតែងតែមានពាក្យកន្លឹះរបស់គេបងប្អូនត្រូវចាំពាក្យកន្លឹះនៅក្នុងចំណោទយើងគឺនៃចម្ងាយផ្លូវមានន័យថា1/6នៃចម្ងាយផ្លូវមានន័យថា1/6គុណនឹង60គីឡូម៉ែត្រដែលជាពាក្យកន្លឹះរបស់គេចម្ងាយផ្លូវរបស់យើងគឺ60គីឡូម៉ែត្រមុននឹងយើងបន្តទៅមុខទៀតសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe និង Like នៅ Channel របស់លោកគ្រូអ្នកមួយផងបាទនេះជាកម្លាំងចិត្តសូមអរគុណជិះម៉ូតូជិះម៉ូតូគឺបានចម្ងាយ1/6នៃចម្ងាយផ្លូវគឺ1/6គុណនឹង60គីឡូម៉ែត្រនៃចម្ងាយផ្លូវអញ្ចឹងបងអូនគុណប្រភេទនឹងចំនួនគត់គឺមិនពិបាកទេយើងយកគុណនឹងចំនួនគត់មក1គុណនឹង60គីឡូម៉ែត្រវាស្មើទៅនឹង60គីឡូម៉ែត្រចែកនឹងភាគបែង6 60ចែក6គឺវាស្មើទៅនឹងប៉ុន្មានបងប្អូនគឺវាស្មើទៅនឹង10គីឡូម៉ែត្រយើងឃើញចម្ងាយផ្លូវដែលសុខាគាត់ជិះម៉ូតូហើយអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើការយកចម្ងាយផ្លូវទាំងអស់ដកចម្ងាយដែលសុខាគាត់ជិះម៉ូតូបានហ្នឹងទៅគឺនឹងឃើញចម្ងាយដែលគាត់ជិះរថយន្តអញ្ចឹងចម្ងាយផ្លូវទាំងអស់របស់យើងគឺ60គីឡូម៉ែត្រដកនឹងចម្ងាយដែលសុខាគាត់ជិះម៉ូតូគឺ10គីឡូម៉ែត្រអញ្ចឹងស្មើទៅនឹង50គីឡូម៉ែត្រជិះរថយន្តគឺ50គីឡូម៉ែត្រអញ្ចឹងប៉ុណ្ណឹងគឺបងប្អូនអាចធ្វើការឆ្លើយបានណាដែលបងប្អូនគ្រាន់តែធ្វើការយកចម្ងាយផ្លូវទាំងអស់នេះគឺ60គីឡូម៉ែត្រដកនឹង10គីឡូម៉ែត្រស្មើនឹង50គីឡូម៉ែត្រគឺងាយទេបងប្អូនលំហាត់ហ្នឹងតោះឥឡូវយើងឆ្លើយទាំងគ្នាឆ្លើយថាសុខាជិះរថយន្តចម្ងាយ50គីឡូម៉ែត្រលំហាត់ហ្នឹងគឺចំណោទហ្នឹងគឺងាយទេបងប្អូនមិនពិបាកទេចំណោទហ្នឹងការដោះស្រាយចំណោទរបស់យើងនេះគឺបានមកដល់ទីបញ្ចប់ហើយលោកគ្រូសង្ឃថាបងប្អូនទាំងអស់គ្នានឹងយល់អាចដោះស្រាយខ្លួនឯងបានហើយនឹងជួយ Subscribe និង Like នៅ Channel របស់លោកគ្រូម្នាក់មួយផងបាទសូមអរគុណ